modify complete ទៅជា occlusion យើងចំណេញពេលម្ដងយើងយក complete ចាស់ផងអ្នកជំងឺដែលលោកមុនយើងដាំយើងយកធ្វើកាយយកមកយើងយកមកលោតើវាមានបាក់បែកអត់បាក់បែកបើថាវាអត់មានកលជាមួយនឹង multi unit របស់យើងទេដល់ពេលអត់មានកលអីចឹងយើងបាញ់ silicone ទៅលើហ្នឹងដើម្បីឲ្យបាន occlusion មួយដែលច្បាស់ការយកជាការបានអញ្ចឹងណាបាទយើងបាញ់ silicone ធម្មតា silicone occlusion វាលឿននេះយើងបាញ់ silicone ធម្មតាអញ្ចឹងណាដល់ពេលយើងបានអញ្ចឹងហើយយើងយកទៅដាក់នៅក្នុងមាត់ទៅយើងសកត់តាមទម្រង់ធម្មតាអញ្ចឹងទៅណាបាទសកត់វាអញ្ចឹងទៅហើយបើយើងបានអញ្ចឹងហើយយើងឲ្យគាត់ខាំហើយបើយើងបាញ់ silicone ដើម្បីយក occlusion អញ្ចឹងណាហើយយើងបានចំណេញពេលម្ដងយើងមិនចាំលោទេព្រោះអានឹងថ្មិញគាត់ស្អាតហើយអញ្ចឹងណាយើងចង់ធ្វើបដអសនពីលើហ្នឹងអញ្ចឹងណាបាទដល់ពេលយើងបាញ់អញ្ចឹងយើងបាន occlusion ហើយយើងដោះវាចេញមកយើងក៏ដាក់ impression transfer open tray បាទដាក់ open tray អានេះដាក់អំបោះចងហើយបាញ់ composite flow ដើម្បីឲ្យវា accurate ណាបាទយើងដាក់ចងអញ្ចឹងហើយយើងដាក់ composite flow ដើម្បីឲ្យវានឹងអញ្ចឹងណាយើងចំណេញពេលម្ដងដើម្បីកុំឲ្យយើងប្រើអាជីកផុន lab ណាបាទហើយយើងបាញ់ silicone ផុនយើងអញ្ចឹងមកបាទបាញ់ silicone រាវឲ្យច្រើនទៅបាទហើយនៅលើ impression នេះក៏យើងប្រើ silicone រាវច្រើនដែរហើយដល់ពេលយើងដាក់យើងធ្វើមិនដៃយើងរាវរកអា screw ផុន impression transfer ធ្វើមិនឲ្យឃើញបាទដល់ពេលបានអញ្ចឹងហើយពេល silicone ចប់ម៉ោងវាទៅវារឹងទៅមិនយើងដោះវាចេញមកដោះ screw ផុន transfer ចេញមកដោះទាំងអស់ទៅហើយមិនយើងដកវាចេញមកតាមស្រួលមកយើងក៏បានពុំមួយដែលស្រស់ស្អាតអញ្ចឹងណា silicone រាវច្រើនគឺវាស្រស់ស្អាតអញ្ចឹងបើមិនជា silicone រាវតិចវាអត់ស្អាតអញ្ចឹងទេអញ្ចឹងណាហើយយើងក៏ភ្ជាប់ multi unit transfer ទៅanalog ទៅការងារផុនយើងក៏រួចរាល់ហើយគឺការងារផុន lab ម្ដងហើយអានេះគឺជា occlusion ដែលយើងទទួលបានមកបាទអរគុណបាយបាយ